បាទអូខេជំរាបសួរអ្នកគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបានម្ដងទៀតហើយអ្នកទាំងអស់គ្នាអាំបែនបាទថ្ងៃនេះគឺខ្ញុំមកធ្វើការប្រាប់ជាមួយនឹង event ស្នោ2គ្រាប់ក៏ដូចជាមកធ្វើការប្រាប់ជាមួយនឹង event ដែលវាត្រៀមនឹងចេញនៅខែ11ក៏ដូចជាខែ12នឹងអញ្ចឹងណាគ្នាយើងបាទហើយប៉ុន្តែអ្នកទាំងអស់គ្នាចេះដឹងថា event នឹងចេញនៅថ្ងៃណាអ្នកគ្នាកុំភ្លេចតាមដានវីដេអូនេះពីដើមរហូតដល់ចប់ផងអ្នកគ្នាហើយបើសិនជាអ្នកគ្នាដែលមានតម្រូវការចង់ដាក់ពេជ្រអ្នកគ្នាកុំភ្លេចwebsite SK Top Up Gaming គ្នាយើងទៅគឺពេញនៅកន្លែងគាត់គឺធូរថ្លៃខ្លាំងមែនតើគ្នាយើងមកគ្នាយើងកុំភ្លេចទៅធ្វើការដាក់ម្នាក់មួយទៅគ្នាយើងហើយសម្រាប់ link website Top Up ខ្ញុំធ្វើការដាក់នៅខាងក្រោម comment គ្នាយើងអូខេតើឥឡូវយើងចូលមក event ដំបូងរបស់យើងតែម្ដងទៅសម្រាប់ event ដំបូងនេះគឺវាចេញនៅខែ12គ្នាយើងគឺដើមខែតែម្ដងគឺវាចេញនៅថ្ងៃទី2ហើយសម្រាប់ skin event នេះគឺជា skin event របស់ skin កំភ្លើង M6 គ្នាយើង skin កំភ្លើង M6 up level ណាហើយវាក៏មកជាមួយនឹង skin AN ដែរគ្នាយើងបាទហើយណាគេដែលស្រឡាញ់ skin AN ក៏ដូចជា skin M6 នេះអ្នកគ្នាកុំភ្លេច comment នៅខាងក្រោមមកគ្នាយើងហើយវានឹងធ្វើការចេញនៅខែ12ខែ2នឹងឲ្យគ្នាយើងបាទគឺខែរងាណាគ្នាយើងបាទគឺសម្រាប់ skin M6 នេះគឺខ្ញុំនឹងធ្វើការត្រៀមដៃគ្នាយើងខ្ញុំនឹងធ្វើការបុកលុយសន្សំឲ្យគ្នាយើងបាទហើយអ្នកគ្នាដែលត្រូវការ top up ពេជ្រអ្នកគ្នាកុំភ្លេចទៅ top up website ខ្ញុំប្រាប់អ្នកគ្នាម្នាក់មួយទៅគ្នាយើងបាទគឺនិយាយទៅគឺបុកសន្សំមកហើយណាគ្នាយើងបាទឥឡូវយើងចូលមកមើល event ពាក់កណ្ដាលខែម្ដងគ្នាបាទគឺពាក់កណ្ដាលខែ12ណាគឺសម្រាប់ skin នេះគឺជា skin ខ្លាខ្ពុំតកកគ្នាយើងហើយបាទគឺមកប្រភេទនេះគឺស្អាតខ្លាំងមែនតើគឺអ្នកគ្នាឃើញខ្ញុំ review គឺស្អាតខ្លាំងមែនតើក្បាលវាគឺធ្លាប់ចេញម្ដងហើយចេញតែក្បាលនេះចេញខ្លួននេះគឺវាចេញទាំងក្បាលចេញទាំងខ្លួនអញ្ចឹងណាហើយនេះគឺជាឈុតប្រចាំតកូលគ្នាបាទគឺឈុតប្រចាំ event នឹងតែម្ដងណាគឺជាឈុតធំតែគឺឈុត2នេះគ្នាយើងបាទគឺឈុត2នេះគឺជាឈុតធំណាឈុតធំគឺខ្ញុំនិយាយថាចង់និយាយថាឈុតធំដែលចេញធំបំផុតនៅក្នុង event ខែរងានឹងគ្នាយើងបាទ event ខែ12នឹងអញ្ចឹងណាហើយមិនត្រឹមតែប៉ុណ្្នឹងទេគ្នាយើងមកគឺវាមកជាមួយនឹង banner 2រូបទៀតគឺ banner ប្រចាំ event នឹងដូចគ្នាគឺស្អាតស្អាតខ្លាំងមែនតើអ្នកគ្នាហើយបើអ្នកគ្នាណារំតឹងរង់ចាំគឺអត់ខកបំណងទេគ្នាយើងហើយខែ12នេះគឺចេញ event ស្អាតខ្លាំងមែនតើណាគ្នាយើងបាទហើយអ្នកគ្នាដែលគាត់ឃើញទិញកាក់ទិញអីនោះបាទគឺ server របស់គេទេគ្នាយើងបាទគឺជាស្រ័យខ្លាំងមែនតើខ្ញុំយកវីដេអូនេះគឺយកពី server របស់គេណាហើយអ្នកគ្នាបាទអ្នកគ្នាណាដែលមិនទាន់បានជួយចុច like ក៏ដូចជួយចុច subscribe នៅ channel ខ្ញុំអ្នកគ្នាកុំភ្លេចជួយចុច like ក៏ដូចជួយចុច subscribe នៅ channel ខ្ញុំម្នាក់មួយទៅគ្នាបាទហើយឥឡូវនេះយើងមកមើលជាមួយនឹង event បន្តរបស់យើងមក event របស់យើងនេះគឺវាមានជាមួយនឹង skin កតាប skin សាកសព skin ski គ្នាយើងក៏ដូចជាមានជាមួយនឹង skin គ្រាប់បែកតកកដូចគ្នាយើងហើយអូខ្ញុំអត់ដឹងថាយកអីបងនិយាយទេគ្នាយើងវាស្អាតពេកណាគ្នាយើងមកហើយក៏វាចេញច្រើនដែរគ្នាយើងវាមានជាមួយនឹងកាដៀវហើយវាមានតកកមួយទៀតគ្នាយើងមកគឺ skin តកកពណ៌សអា skin នេះក៏វាចាំងដែរគ្នាយើងគឺស្អាតខ្លាំងមែនតើណាគ្នាយើងបាទហើយវាមានជាមួយនឹងផ្ទះនិយាយទៅដូចខ្ញុំនិយាយចឹងគ្នាបាទគឺវាមានមួយ set គឺចេញមកនេះគឺមួយ set គឺមិនអោយយើងខ្វះ item ទេគឺយើងខ្វះតែពេជ្រដាក់ចាប់ skin នេះគ្នាយើងបាទហើយវាមានជាមួយនឹង skin ដាវក៏ដូចជា skin តុកគ្នាយើងបាទហើយសម្រាប់អា skin តុកនេះគឺខ្ញុំធ្លាប់ review ម្ដងហើយគ្នាយើងបាទគឺស្អាតខ្លាំងមែនតើហើយហ្នឹងហើយគ្នាបាទខ្ញុំនិយាយពាក្យតដាអ្នកគ្នាកុំភ្លេចអធិស្ឋានខ្ញុំផងអ្នកគ្នាមករសអីគឺអ្នកគ្នាដឹងស្រាប់ហើយគឺ event ចេញមួយគឺវាតដាហើយក៏ event នេះគឺស្អាតខ្លាំងពេកខ្ញុំក៏រំភើបចិត្តនៅក្នុងការអធិប្បាយអញ្ចឹងណាគ្នាយើងបាទហើយអ្នកគ្នាកុំភ្លេចអធិស្ឋាននៅកំហុសខុសឆ្គងណាខ្ញុំនិយាយអស្អីគឺខ្ញុំនិយាយលឿនតិចហើយអ្នកគ្នាបាទអូខេតើឥឡូវយើងមកមើលជាមួយនឹង skin បន្ទាប់ទៀតគ្នាយើងបាទហើយនេះគឺជា emote របស់ skin M6 គ្នាយើងបាទគឺអែមស្រែមខ្លាំងមែនតើហើយសម្រាប់នេះគឺ skin M6 ផ្ទាល់តែម្ដងហើយ skin M6 នេះគឺវាចេញថ្ងៃទី2ដូចខ្ញុំបាន review នៅដើមវីដេអូអញ្ចឹងគឺវាចេញនៅថ្ងៃទី2នឹងហើយសំលុយម្នាក់មួយទៅអ្នកគ្នាឲ្យទៅ top up ដាក់លុយម្នាក់មួយទៅគ្នាយើងហើយបាទជា sponsor របស់ខ្ញុំណាហើយសម្រាប់នេះផងដែរគឺជា banner ដូចគ្នាអត់ស្អាតទេគ្នាយើងបាទហើយនេះគឺជា Sky Wing គ្នាយើងហើយ Sky Wing ក៏មកដូចគ្នានិយាយទៅខែរងាខែ12នេះគឺវាកក់ក្ដៅខ្លាំងមែនតើណាជាមួយនឹងការ top up ពេជ្រអ្នក top up ពេជ្រគឺចំណេញស្អីគឺ event នេះគឺវាចេញមកច្រើនខ្លាំងមែនតើវាមានជាមួយនឹង Sky Wing បាទវាមានជាមួយនឹង skill team បាទត្រៀម stroll គ្នាយើងបាទគឺស្អាតខ្លាំងមែនតើហើយវាមកជាមួយនឹង skin កូនសត្វទៀតគ្នាយើងអាកូនសត្វស្អីគេនេះចាំមើលឥឡូវខ្ញុំឲ្យគ្នាយើងមើលអាត្រៀម team នេះសិនតែវាស្អាតប៉ុណ្ណាណាអូ my god ជាតិតែម្ដងណាគ្នាយើងបាទហើយនេះគឺជាកូនសត្វគ្នាយើងបាទគឺកូនសត្វថ្មីបាទគឺខ្ញុំអត់ស្គាល់ទេគឺកូនស្កាត់កូនសត្វច្រឡំកូនស្កាត់កូនសត្វប្រតកអញ្ចឹងណាគ្នាយើងបាទហើយអ្នកគ្នាកុំភ្លេចតាមដានវីដេអូនេះពីដើមរហូតទៅដល់ចប់ផងអ្នកទាំងគ្នានេះគឺជា banner ចុងក្រោយគ្នាយើងបាទ banner នេះក៏ស្អាតដូចគ្នាហើយនិយាយទៅវាចេញមកគឺវាចេញមក set របស់វា
មកតែម្ដងណាគ្នាយើងបាទហើយនេះអ្នកគ្នាណាដែលគាត់តឹងរំចាំបាទជាមួយនឹង skill load plus skill បូបឈាមក៏ដូចជា skill ហក់ plus ហើយចឹងទៅគ្នាយើងបាទគឺឥឡូវវាចេញមកវិញហើយគ្នាយើងសំលុយឲ្យទៅស្អីគឺអា skill នេះគឺវាថ្លៃខ្លាំងមែនតើណាហើយសំខាន់គឺស្អាតទេគ្នាយើងនេះឯឈុតនេះមួយទៀតអាឈុតនេះគឺឈុតគុំខ្លាំងបំផុតហ្មងគ្នាយើងអានឹងខ្ញុំដឹងថាថ្លៃជាងគេហើយដោយសារអីគឺវាស្អាតជាងគេហើយវាដាក់បាន2ពណ៌ទៀតនិយាយទៅអានោះប្រែកាយដូចណារ៉ាតូឯណាគ្នាមកអាណារ៉ាតូហ្នឹងក៏វាប្រែកាយ2ពណ៌ដែរអញ្ចឹងក៏វាស្អាតដូចគ្នានេះគឺជាឈុតផងក៏ជា emo ផងគ្នាយើងអូយខ្ញុំនឹងនិយាយអីអស់ថ្លៃទេគឺវាស្អាតគឺស្អាតខ្លាំងតែមែនតើណាគ្នាយើងអូខេហើយឥឡូវនេះយើងមើលជាមួយនឹង map នេះថ្មីគ្នាយើងមក map ដែលគេទម្លាក់មកនៅក្នុងការ Christmas គ្នាយើងមកគឺដែលថា map Christmas មានព្រិលមានអីធ្លាក់អញ្ចឹងណាហើយសម្រាប់ map នេះផងដែរគឺគេដាក់នៅក្នុង Bermuda Remaster គ្នាយើងបាទគឺស្អាតខ្លាំងមែនទែនហើយវាមានជាមួយនឹងអីបាឡុននេះគ្នាយើងមកហៅបាឡុនអញ្ចឹងអាហ្នឹងខ្ញុំមិនដឹងដែរណាឥឡូវចាំមើលតើអ្នកគ្នាយើងបាទគឺវាមានអាហ្នឹងណាយើងចុះមកគឺនៅលើអាកាសយកតែម្ដងគ្នាយើងបាទហើយសម្រាប់ហ្នឹងផងដែរគឺវាដាក់តែ2នាទីទេគ្នាយើងគឺវាដាក់តែ2នាទីទេហើយអ្នកគ្នាលេងអានេះ map នេះទៅអ្នកគ្នានឹងរំលឹកទៅលើអតីតកាលចាស់បាទគឺដែលយើងលេងនៅក្នុង map ព្រិលបាទនៅក្នុង pitch ចាស់ក៏ដូចជាអា pitch ថ្មីនេះគឺវាមិនសូវស្អាតទេអញ្ចឹងអ្នកគ្នាណាដែលមើលវីដេអូនេះហើយនឹកទៅដល់ pitch ចាស់ឃើញ map នេះហើយនឹកទៅដល់ pitch ចាស់អ្នកគ្នាកុំភ្លេច comment នៅខាងក្រោមផងគ្នាយើងបាទប៉ុន្តែគ្នាយើង fan ខ្ញុំគឺអត់សូវមានអ្នកគ្នាណាដែលមើលដល់ចប់ទេគ្នាយើងខ្ញុំពិតជាអន់ចិត្តនឹងអ្នកគ្នាខ្លាំងមែនតើភាគច្រើនគឺពួកគាត់មើលដល់ចប់ឯណាគ្នាយើងបាទគឺខ្ញុំអត់ដឹងដែរស្អីគឺគាត់មើលដល់ចប់ចឹងទៅគឺគាត់បានយល់ពីកន្លែងនេះទេគ្នាយើងហើយអ្នកគ្នាមើលទៅបាទគឺ map ថ្មីក៏វានឹងស្អាតគ្រាន់បើដែរប៉ុន្តែ graphic ទូរស័ព្ទអ្នកគ្នាត្រូវដាក់ smooth គ្នាយើងដើម្បីលេង map កើតអស្អីតែគេ update គឺវាតឡើងជាមួយនឹង mega game ឯគ្នាយើងចឹងទៅអ្នកគ្នានឹងអាចសេរីទូរស័ព្ទអ្នកគ្នាទៅ smooth ទៅហើយអ្នកគ្នាយើងមើលគឺវាមិនដាក់ ASCII នេះឲ្យលោតដូចសេរីចាស់ពីមុនចឹងគ្នាយើងបាទគឺវាខុសតែ version ថ្មីទេគឺស្អាតខ្លាំងមែនតើនិយាយទៅខែ12នេះគឺមកអាកប់សេរីតែម្ដងគ្នាយើងបាទគឺអូខ្ញុំអត់ដឹងនឹងនិយាយថាម៉េចទេគឺ event ច្រើនហើយស្អាតទេគ្នាយើងអើយអត់ដឹងថាមានទេវតាណាដាក់លុយទេគ្នាយើងមកយើងវាសាមញ្ញចឹងយើងមានលុយណាតែដាក់ទេគ្នាយើងឥឡូវក៏ឲ្យខាត់ពេលវេលាអ្នកគ្នាយើងនឹងនាំអ្នកគ្នាមកមើលជាមួយនឹង Snop 2គ្រាប់តែម្ដងទៅគ្នាយើងហើយសម្រាប់ Snop 2គ្រាប់នេះគឺវាអាចនឹងចេញនៅខែ12ដូចគ្នាយើងដោយសារអីគឺ Snop 2គ្រាប់នេះគឺវាតាក់ទងជាមួយនឹងខែ12ដែរគឺវាមាន Snop 2គ្រាប់ព្រិលអញ្ចឹងណាគឺយើងមកគឺ Snop 2គ្រាប់ Christmas អញ្ចឹងទៅគឺវាអាចនឹងចេញ Snop 2គ្រាប់ដែរហើយវានឹងអាចចេញ Snop ជាមួយនឹង Snop សេរីចាស់ក៏ដូចជា Snop ស្វាយសេរីចាស់នេះផងដែរគ្នាយើងបាទប៉ុន្តែគឺខ្ញុំមិនដឹងថាវាចេញនៅថ្ងៃណាទេប៉ុន្តែវាអាចនឹងចេញនៅខែ12នោះអញ្ចឹងអូខេឥឡូវខ្ញុំមើលការ design Snop 2គ្រាប់នៅក្នុង Facebook គ្នាយើងបាទ Snop 2គ្រាប់នេះគេ design លេងណាគ្នាយើងបាទហើយដាក់ដឹងថាវាចេញមកពិតឬក៏អត់នេះគ្នាយើងបាទហើយអ្នកគ្នា rate អា Snop 2គ្រាប់ក្បាលខ្មោចនេះអ្នកគ្នាមិនមែនក្បាលខ្មោច Snop 2គ្រាប់ Venom គ្នាយើងអ្នកគ្នាឲ្យ rate ប្រមាណហើយមិនមែនមានតែមួយនឹងទេគ្នាមកគឺមាន2គ្នាយើង Snop 2គ្រាប់មាន2អូយខ្ញុំហួរចិត្តនៅអ្នក design តែម្ដងណាគ្នាយើងបាទហើយ Snop 2គ្រាប់នេះអ្នកគ្នា comment ដូចគ្នាថាវាស្អាតប្រមាណភាគរយគ្នាយើងហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាជួបគ្នាវីដេអូក្រោយបាយអ្នកគ្នា